ថ្ងៃនេះឋានខាងក្រោមយើងស្រាប់តែចង់ស្ដាប់អ្នករាល់គ្នារៀបរាប់ពីភាពសោកស្ដាយពីកំហុសដែលខ្លួនបានប្រព្រឹត្តតាំងពីនៅឋានកណ្ដាលឯណោះណាអ្នកទី1ឈ្មោះអីចេះយាយផាន់ម្ដាយនឹងទាវហ្នឹងណាចាជំរាបសួរលោកយមរាជខ្ញុំសោកស្ដាយខ្លាំងណាស់ដែលបានធ្វើបាបកូនស្រីបំបែកនាងពីគូស្នេហាឥឡូវខ្ញុំសោកស្ដាយខ្លាំងណាស់នេះជាកម្មរបស់យាយស្ដាយយ៉ាងណាក៏កែប្រែអីមិនបានអ្នកទី2កាកៃមើលកាកៃស្ដាយអ្វីខ្លះខ្ញុំសោកស្ដាយណាស់ដែលជាតិនេះស្លាប់លឿនពេកមិនបានស្គាល់មនុស្សផងឲ្យច្រើនជាងនេះប៉ុន្តែមិនអីទេនៅទីនេះក៏មានលោកយមរាជនិងលោកយមបាលច្រើនដែរតាហេណែកាកៃឆាប់លះបង់គំនិតនឹងចេញភ្លាមណាស្លាប់ហើយគួរតែចេះគិតពីកំហុសដែលខ្លួនបានធ្វើមិនមែនធ្វើឲ្យខុសថែមនោះទេអ្នកទី3ជូនក្នុងរឿងទុំទាវបាន2នាក់ឯតាយើងអុកញ៉ាជូនណាហៅឈ្មោះយើងទៅទេចឹងប្រយ័ត្នយើងហៅកូនចៅយើងមកវាយយើងមានទ្រព្យសម្បត្តិច្រើនណាជីមើលគេធ្វើហឹកណែឯងមើលជុំវិញខ្លួនឯងមើលឯណាកូនចៅឯងឯណាទ្រព្យសម្បត្តិឯងពេលដែលឯងដាច់ខ្យល់ស្លាប់នឹងណាមាសប្រាក់ឋានៈយសស័ក្តិវាអុកញ៉ានឹងវាមិនមកតាមឯងទេតែស្អីដែលឯងស្ពាយយកមកជាមួយណាគឺអំពើបុណ្យនិងអំពើបាបដែលឯងបានសាងកាលពីនៅរស់នោះណាចង់ចោលไปលោកយមរាជកាលពីនៅរស់ជប់សាងតែអំពើបាបមិនសូវមានបុណ្យផងនឹងមនុស្សដល់អញ្ចឹងបានមកយំស្ដាយសណោះយមបាលយកទៅដាក់ម្លែកសិនចុះមើលទៅជាតិក្រោយបែបមិនបានកើតមនុស្សទេមើលទៅអ្នកបន្ទាប់ទីប្រមាណចេះទី4ចំកដុងឆែបផ្សេងចេះយៈសន្តមាដូចម្ដាយនាងកងរៃបើដឹងអញ្ចឹងល្អហើយឆាប់នាំយើងទៅឋានកដាលវិញភ្លាមបើមិនអញ្ចឹងទេប្រយ័ត្នយើងស្ពងក្បាលដបងយៈនេះវាយបានទាំងមនុស្សវាយបានទាំងយៈមិនកាយឯងថាដបងយៈរបស់ឯងហ្នឹងវាយបានទាំងមនុស្សវាយបានទាំងយៈមិនចឹងតែចៃដន្យអីនៅទីនេះមនុស្សក៏អត់មានយៈក្រៅពីឯងក៏អត់មានតែចំណែកខាងយើងវិញណាមានណែទូលដីដើមរកាដែកផ្ទះខ្លាញ់ផ្ទះភ្លើងស្វាគមន៍គ្រប់ភាវៈទាំងអស់មិនដែរស្រឡាញ់មួយណា